អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ Goldman Sachs រំពឹងថានឹងមិនមានការដំឡើងអត្រាការប្រាក់ទេនៅក្នុងឆ្នាំនេះលោក Chen Hatzier ប្រធានអ្នកសេដ្ឋកិច្ចនិងជាប្រធានផ្នែក Global Investment Research របស់ Goldman Sachs បានប្រាប់ Fox Business ក្នុងបទសម្ភាសន៍ផ្ដាច់មុខថាលោករំពឹងថាទិន្នន័យ CPI របស់អាមេរិកសម្រាប់ខែកក្កដានឹងមានលក្ខណៈប្រហាក់ប្រហែលនឹងទិន្នន័យខែមិថុនាដែលបង្ហាញពីការថមថយនៃអតិផរណាទិន្នន័យនេះមានសារៈសំខាន់ខ្លាំងព្រោះវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិកទាក់ទងនឹងអត្រាការប្រាក់នាពេលខាងមុខលោក Hatzier រំពឹងថា CPI ទូទៅអាចកើនប្រហែល 0.05% ក្នុងមួយខែ Core CPI ដែលមិនរាប់បញ្ចូលអាហារនិងថាមពលអាចកើនប្រហែល 0.19% ក្នុងមួយខែដែលតួលេខទាំងនេះស្ថិតនៅជុំវិញឬទាបជាងការរំពឹងទុករបស់ទីផ្សារបន្តិចហេតុអ្វីអតិផរណាកំពុងថយចុះលោក Hatzier បញ្យល់ថាក្នុងរយៈពេល5ខែដំបូងនៃឆ្នាំ2026អតិផរណារបស់អាមេរិកខ្ពស់ជាងការរំពឹងទុកប៉ុន្តែខែមិថុនាបានចាប់ផ្ដើមបង្ហាញនិន្នាការទន់ខ្សោយជាងមុនហើយលោករំពឹងថានិន្នាការនេះនឹងបន្តនៅខែកក្កដាចំពោះ tariff លោកយល់ថាផលប៉ះពាល់ពីមួយខែទៅមួយខែភាគច្រើនបានឆ្លងកាត់សេដ្ឋកិច្ចរួចហើយលោករំពឹងដែរថាឥទ្ធិពលពី tariff នឹងថយចុះជាបន្តបន្ទាប់ហើយអាចឈានទៅ 70% ក្នុងរយៈពេល6ទៅ12ខែខាងមុខចំណុចសំខាន់មួយគឺលោក Hatzier បាននិយាយថាការព្យាករណ៍បច្ចុប្បន្នរបស់ Goldman Sachs មិនរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ពីធនាគារកណ្ដាលអាមេរិកសម្រាប់ពេលវេលាដែលនៅសល់ក្នុងឆ្នាំនេះនោះទេមូលហេតុគឺមានសម្ពាធពីតម្លៃជួលផ្ទះកំពុងថយចុះកំណើនប្រាក់ឈ្នួលក៏កំពុងតែចុះត្រជាក់សម្ពាធអតិផរណាមូលដ្ឋានកំពុងធ្លាក់ចុះដូច្នេះលោកយល់ថាធនាគារកណ្ដាលអាមេរិកមិនចាំបាច់រឹតបន្តឹងគោលនយោបាយបន្ថែមទៀតទេទោះបីជាលោកទទួលស្គាល់ថាការដំឡើងការប្រាក់នៅតែអាចកើតឡើងក៏ដោយបន្ទាប់ពីទិន្នន័យ Non-Farm Payroll កាលពីថ្ងៃសុក្របង្ហាញថាអាមេរិកបាត់បង់ការងារចំនួន 23,000 កន្លែង Goldman Sachs បានកាត់បន្ថយការប៉ាន់ស្មានអំពីកំណើនការងារមូលដ្ឋានយ៉ាងខ្លាំង Goldman បានកាត់ការប៉ាន់ស្មានពីប្រហែល 75,000 ការងារក្នុងមួយខែមកនៅត្រឹមប្រហែល 5,000 ការងារនៅក្នុងមួយខែវិញលោក Hatzier បញ្យល់ថាតួលេខនេះត្រូវបានគណនាដោយប្រើទិន្នន័យ Payroll ជាមធ្យមក្នុងរយៈពេល3ខែនៅពេលត្រូវបានសួរឲ្យបញ្យល់យ៉ាងសាមញ្ញលោក Hatzier បាននិយាយថាសេដ្ឋកិច្ចអាមេរិកនៅតែដំណើរការបានល្អគួរសម Goldman Sachs រំពឹងថា GDP អាមេរិកអាចកើនប្រហែល 2% ទៅ 2.5% ក្នុងរយៈពេល1ឆ្នាំទៅ2ឆ្នាំខាងមុខដែលស្របគ្នាជាមួយនិន្នាការកំណើនរយៈពេលវែងរបស់សេដ្ឋកិច្ចអត្រាគ្មានការងារធ្វើក៏នៅតែទាបនិងមានស្ថិរភាពបញ្ហាធំបំផុតនៅតែជាអតិផរណាបន្ទាប់ពីអាមេរិកបានជួបការកើនឡើងនៃតម្លៃទំនិញយ៉ាងខ្លាំងអស់រយៈពេលប្រហែល5ឆ្នាំសរុបសាររបស់លោក Hatzier គឺនៅតែមានទំនួលដូវីសសម្រាប់ធនាគារកណ្ដាលអាមេរិកនិងអាចជាកត្តាវិជ្ជមានសម្រាប់មាសប្រសិនបើទិន្នន័យ CPI ដែលចេញមកពិតជាបង្ហាញអំពីការថមថយនៃអតិផរណា